នារីឯករាជ្យ7នាក់សម្រាប់ចាត់ចូលលុយគ្នារហូតដល់$584,000សម្រាប់ធ្វើផ្ទះវិឡារស់នៅជុំគ្នាក្នុងឆ្នាំ2008មិត្តភ័ក្តិស្រីៗ7នាក់នៅប្រទេសចិនបានប្រមូលផ្ដុំធនធានរបស់ពួកគេហើយបានសាងសង់វិមានដ៏ធំនិងប្រណិតមួយនៅជនបទផ្ទះនេះមានទីតាំងនៅតំបន់ជាយក្រុងខ្វាំងជូជាទីតាំងសំខាន់មួយនៅភាគអាគ្នេយ៍នៃប្រទេសចិនក្បែរទីក្រុងហុងកុងពួកគេបានរួមគ្នាទិញផ្ទះចាស់ដែលគេទុកចោលដែលមានទំហំ700ម៉ែត្រការ៉េហើយបានជួសជុលវាទៅជាវិមានដ៏ធំទូលាយនិងទំនើបផ្ទះនេះត្រូវបានរចនាដោយមានការបែងចែកលំហរួមនិងលំហបុគ្គលវីដេអូនេះផងដែរឧបត្ថម្ភដោយក្រុមហ៊ុនសាងសង់ True Home បើអ៊ំពូមីងមានគោលបំណងក្នុងការសាងសង់ផ្ទះ admin សូមណែនាំក្រុមហ៊ុន True Home ឈ្មោះថាក្រុមហ៊ុនមែនប៉ុន្តែអត់ថ្លៃដូចអ៊ំពូមីងគិតទេសំខាន់សាងសង់ជាមួយក្រុមហ៊ុនយើងធានាបាននូវគុណភាពទំនុកចិត្តអត់ខ្លាចជាងរត់ចោលឬធ្វើលើថវិកាកំណត់ទេផ្ទះនេះមានកម្ពស់3ជាន់កន្លះព័ទ្ធជុំវិញទៅដោយវាលស្រែវាមានបន្ទប់រួមនៅជាន់ផ្ទាល់ដីនិងបន្ទប់គេងបុគ្គលសម្រាប់នារីម្នាក់ៗនៅជាន់ខាងលើដែលអនុញ្ញាតឲ្យពួកគេរីករាយទាំងភាពឯកជននិងការផ្សារភ្ជាប់ទំនាក់ទំនងរួមគ្នាបន្ទប់ជួបជុំលម្អដោយកន្ទេលតាតាមីមានពណ៌ចម្រុះបន្ទប់ផឹកតែមានគ្រឿងសង្ហារឹមដែលមកពីប្រទេសឥណ្ឌានិងម៉ារ៉ុកបន្ទប់ទទួលទានអាហារមានតុអាហារដ៏វែងសម្រាប់ការញ៉ាំអាហារជាក្រុមនៅខាងក្រៅមានអាងហែលទឹកនិងកញ្ចុះសម្រាប់ផឹកតែដែលបានផ្សារភ្ជាប់ដោយផ្លូវដើរឫស្សីពួកគេអាចធ្វើម្ហូបជាមួយគ្នាអាំងសាច់ញ៉ាំនៅវាលស្រែច្រៀងញ៉ាំតែនិងទិញអាហារនៅខាងក្នុងភូមិពួកគេនិយាយលេងថាយើងម្នាក់គួរតែហាត់ជំនាញមួយដើម្បីកុំឲ្យយើងឯកោហើយឆ្លោះគ្នានៅ10ឆ្នាំក្រោយអ្នកខ្លះអាចធ្វើម្ហូបបានឆ្ងាញ់អ្នកខ្លះស្គាល់ថ្នាំបុរាណចិនអ្នកខ្លះលេងឧបករណ៍និងដាំបន្លែ10ឬ15ឆ្នាំក្រោយកូនរបស់យើងប្រហែលជាធំឡើងដូច្នេះហើយយើងសង្ឃឹមថាយើងនៅតែអាចនៅជាមួយគ្នានៅឆ្នាំក្រោយៗទៀតបើពេញចិត្តវីដេអូនេះកុំភ្លេចជួយចុច like និង follow page Home Life ដើម្បីទទួលបាននូវវីដេអូថ្មីៗជារួមមកគួរឲ្យស្ងាយសរសើរនឹងមិត្តភាពរបស់ពួកគាត់មែនទែនដែលពួកគាត់សម្រេចចិត្តថាធ្វើផ្ទះនៅជុំគ្នាមិត្តភាពរបស់ពួកគាត់គឺមានរយៈពេលប្រមាណជាង20ឆ្នាំហើយស្និទ្ធគ្នាជាងបងប្អូនបង្កើតទៅទៀតពួកគាត់បានរៀនជាមួយគ្នាធ្វើការនៅកន្លែងជាមួយគ្នាសំខាន់ពួកគាត់សុទ្ធតែនារីជោគជ័យនិងឯករាជ្យពួកគេបានចំណាយពេល Golden Year ឬក៏ឆ្នាំមាសរបស់ពួកគេនៅក្នុងបរិយាកាសជនបទដែលមានផាសុកភាពចែករំលែកភាពរីករាយនិងផ្ដល់ការយកចិត្តទុកដាក់គ្នាទៅវិញទៅមកគិតយ៉ាងណាដែរអ្នកទាំងអស់គ្នាមានមិត្តភាពដែលដូចនឹងមិត្តភាពរបស់ពួកគាត់ឬនៅជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះហើយក៏សូមកុំភ្លេចជួយគាំទ្រ Channel Home Life តាមរយៈការចុច Subscribe, Like ចុចសញ្ញាកណ្ដឹងនិង Share សូមអរគុណ